bà sông cột nâng trong điệp xu bụng mà ông bồn bà nâu rồi xưa mong bay nhiệt ngày thì pi khai mít tổ na cho nằm bị pon mà bay vào mùi ní lục hâm swan rót trao sân cắt phai báo ban đặt ngòm cầm lăng đầm bay cho sập sai nâu ăn cất sôn bay đa miền ca này non pi lục liền với sna bị bà krong mặt bóng đầm bay sập sai đó tẹt sầm nặng sân tha kia nâng tẹt chua phim xe ba nè sân cắt phai báo như vậy bóng đấy tha cái lon máu cà sập sai ăn cất sôn bay ní khangสลา ក្រង ក៏បានធ្លាប់ហៅបងប្អូនមានផ្ទះសំណាក់ស្ថានភាពនិងផ្ទះជួលផ្សេងៗទៅប្រជុំម្ដងដែរហើយបាទដើម្បីឲ្យមានភាពច្បាស់លាស់ខាងរដ្ឋបាលសង្កាត់ស្វាយប៉ោក៏ដូចជារដ្ឋបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ោក៏បានចុះដើម្បីសួរនាំគាត់និងបញ្យល់គាត់ផ្សព្វផ្សាយពីអនុក្រឹត្យ03នេះម្ដងទៀតដោយឡែកមានផ្ទះសំណាក់ឬក៏សណ្ឋាគារខ្លះគាត់អត់បានទទួលនៅការផ្សព្វផ្សាយបានទៅជុំនៅសាលាក្រុងទេបាទហើយដូច្នេះហើយយើងក៏បានចុះទៅដើម្បីផ្សព្វផ្សាយបន្តទៀតឲ្យពួកគាត់បានដឹងបាទជៀសវាងប្រការណាមួយដែលមានការមិនច្បាស់លាស់ពីសំណាក់បងប្អូនដែលគាត់មានផ្ទះជួលឬក៏ផ្ទះដូច្នេះហើយទើបបានអាជ្ញាធរសង្កាត់បានចុះដើម្បីផ្សព្វផ្សាយម្ដងទៀតដើម្បីឲ្យគាត់បានយល់កាន់តែច្បាស់និងជ្រួចជ្រាបទូទាំងបានឃើញការណែនាំនិងចុះផ្សព្វផ្សាយនេះពួកគាត់ក៏បានយល់ច្បាស់និងធ្លាប់បានទៅចូលរួមប្រជុំនៅសាលាក្រុងម្ដងហើយដែរអញ្ចឹងហើយអ្វីដែលគាត់បានដឹងបានលើនោះពីការផ្សព្វផ្សាយរបស់អក្រិត03នេះគឺគាត់យល់ច្បាស់បាទជាងទៅទៀតដើម្បីការនៅបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងផ្ទះសំណាក់ឬស្ថានភាពរបស់ពួកគាត់អញ្ចឹងមុននឹងគាត់បានយល់ដឹងពីបញ្ហារបស់នេះគាត់ក៏បានរៀបចំនៅអ្វីដែលខាងរដ្ឋបាលសង្កាត់ក៏ដោយរដ្ឋបាលក្រុងគាត់បានលើកឡើងនិងស្នើសុំឲ្យធ្វើដូចសម្ភារៈផ្សេងៗដើម្បីទប់ស្កាត់ខ្ញុំចុះឲ្យក៏សូមថ្លែងអរគុណដល់ពុកម៉ែបងប្អូនតែងតែតាមដាននៅរាល់សកម្មភាពខ្ញុំបាទហើយក៏សូមជួយចុច like share និងfollow ម្នាក់មួយដើម្បីជួយចែករំលែកដល់ពុកម៉ែដែលគាត់មិនទាន់បានដឹងនេះឲ្យគាត់បានដឹងនិងជ្រួលជ្រាបទាំងអស់គ្នាផងបាទសូមអរគុណសូមជម្រាបលា